សហរដ្ឋអាមេរិកឥដ្ឋបន្ទប់ប្រភេទថ្មីកំពុងតែប្រកួតប្រជែងនឹងឥដ្ឋបេតុងបុរាណឥដ្ឋប្រភេទថ្មីនេះលាយសរសៃជាច្រើនជាមួយនឹងទឹកនិងសារធាតុស្អិតដែលត្រូវបានគេហៅថា Hemcrete ល្បាយនេះត្រូវបានបញ្ចូលគ្នាបង្កើតជាឥដ្ឋមួយដុំដែលគួរភ្ញាក់ផ្អើលរឹងមាំទម្ងន់ស្រាលនិងជាប់បានយូរអ្វីដែលធ្វើឲ្យវាមានលក្ខណៈពិសេសគឺវាធន់នឹងកម្ដៅធម្មជាតិវាមានភាពធន់និងជួយរក្សាផ្ទះឲ្យត្រជាក់នៅក្នុងរដូវក្តៅនិងកក់ក្តៅនារដូវរងាវាក៏ល្អសម្រាប់បរិស្ថានបង្កើតកាកសំណល់សំណង់តិចនិងកាត់បន្ថយថ្លៃថាមពលសម្រាប់ម្ចាស់ផ្ទះវាក្លាយជាអាជីវកម្មសំណង់ដ៏ឆ្លាតវៃនិងនិរន្តរភាពនៅសហរដ្ឋអាមេរិកឥដ្ឋបន្ទប់ប្រភេទថ្មីកំពុងតែប្រកួតប្រជែងនឹងឥដ្ឋបេតុងបុរាណឥដ្ឋប្រភេទថ្មីនេះលាយសរសៃជាច្រើនជាមួយនឹងទឹកនិងសារធាតុស្អិតដែលត្រូវបានគេហៅថា Hemcrete ល្បាយនេះត្រូវបានបញ្ចូលគ្នាបង្កើតជាឥដ្ឋមួយដុំដែលគួរភ្ញាក់ផ្អើលរឹងមាំទម្ងន់ស្រាលនិងជាប់បានយូរអ្វីដែលធ្វើឲ្យវាមានលក្ខណៈពិសេសគឺវាធន់នឹងកម្ដៅធម្មជាតិវាមានភាពធន់និងជួយរក្សាផ្ទះឲ្យត្រជាក់នៅក្នុងរដូវក្តៅនិងកក់ក្តៅនារដូវរងាវាក៏ល្អសម្រាប់បរិស្ថានបង្កើតកាកសំណល់សំណង់តិចនិងកាត់បន្ថយថ្លៃថាមពលសម្រាប់ម្ចាស់ផ្ទះវាក្លាយជាអាជីវកម្មសំណង់ដ៏ឆ្លាតវៃនិងនិរន្តរភាពនៅសហរដ្ឋអាមេរិកឥដ្ឋបន្ទប់ប្រភេទថ្មីកំពុងតែប្រកួតប្រជែងនឹងឥដ្ឋបេតុងបុរាណឥដ្ឋប្រភេទថ្មីនេះលាយសរសៃជាច្រើនជាមួយនឹងទឹកនិងសារធាតុស្អិតដែលត្រូវបានគេហៅថា Hemcrete ល្បាយនេះត្រូវបានបញ្ចូលគ្នាបង្កើតជាឥដ្ឋមួយដុំដែលគួរភ្ញាក់ផ្អើលរឹងមាំទម្ងន់ស្រាលនិងជាប់បានយូរអ្វីដែលធ្វើឲ្យវាមានលក្ខណៈពិសេសគឺវាធន់នឹងកម្ដៅធម្មជាតិវាមានភាពធន់និងជួយរក្សាផ្ទះឲ្យត្រជាក់នៅក្នុងរដូវក្តៅនិងកក់ក្តៅនារដូវរងាវាក៏ល្អសម្រាប់បរិស្ថានបង្កើតកាកសំណល់សំណង់តិចនិងកាត់បន្ថយថ្លៃថាមពលសម្រាប់ម្ចាស់ផ្ទះវាក្លាយជាអាជីវកម្មសំណង់ដ៏ឆ្លាតវៃនិងនិរន្តរភាពនៅសហរដ្ឋអាមេរិកឥដ្ឋបន្ទប់ប្រភេទថ្មីកំពុងតែប្រកួតប្រជែងនឹងឥដ្ឋបេតុងបុរាណឥដ្ឋប្រភេទថ្មីនេះលាយសរសៃជាច្រើនជាមួយនឹងទឹកនិងសារធាតុស្អិតដែលត្រូវបានគេហៅថា Hemcrete ល្បាយនេះត្រូវបានបញ្ចូលគ្នាបង្កើតជាឥដ្ឋមួយដុំដែលគួរភ្ញាក់ផ្អើលរឹងមាំទម្ងន់ស្រាលនិងជាប់បានយូរអ្វីដែលធ្វើឲ្យវាមានលក្ខណៈពិសេសគឺវាធន់នឹងកម្ដៅធម្មជាតិវាមានភាពធន់និងជួយរក្សាផ្ទះឲ្យត្រជាក់នៅក្នុងរដូវក្តៅនិងកក់ក្តៅនារដូវរងាវាក៏ល្អសម្រាប់បរិស្ថានបង្កើតកាកសំណល់សំណង់តិចនិងកាត់បន្ថយថ្លៃថាមពលសម្រាប់ម្ចាស់ផ្ទះវាក្លាយជាអាជីវកម្មសំណង់ដ៏ឆ្លាតវៃនិងនិរន្តរភាព